សូមស្រមៃថាបាតុភូតមហាសមុទ្រអាត្លង់តិកបានលាតសន្ធឹងចូលទៅជ្រៅក្នុងតំបន់អាហ្វ្រិកខាងលិចដោយគ្មានប្រទេសនីហ្សេរីយ៉ាទៀតឡើយប្រទេសដូចជាឆាតនិងកាមេរូននឹងមានឆ្នេរសមុទ្រធំធេងជាថ្មីខណៈដែលបេះដូងនយោបាយនិងវប្បធម៌នៃតំបន់អាហ្វ្រិកខាងលិចនឹងបាត់បង់ទៅជាស្រងស្រពឹងផ្នែកប្រវត្តិសាស្ត្រការខ្វះប្រទេសនីហ្សេរីយ៉ាមានន័យថាមិនមានអរិយធម៌នោះដែលជាសង្គមអភិវឌ្ឍដ៏ចម្បងមួយដំបូងបង្អស់នៅអាហ្វ្រិកឡើយហើយបើគ្មានឥទ្ធិពលរបស់នីហ្សេរីយ៉ាការតស៊ូមុខដើម្បីឯករាជ្យរបស់ប្រទេសអាហ្វ្រិកអាចនឹងខ្វះសម្លេងដ៏ខ្លាំងបំផុតមួយពីប្រទេសធំជាងគេនិងមានអំណាចជាងគេនៅអាហ្វ្រិកផ្នែកវប្បធម៌វិញទ្រឹស្ដីនិយាយលាផងដែរនឹង e-commerce តន្ត្រី Afrobeats កម្មវិធីភាពយន្ត Nollywood និងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាហ្វ្រិកទីផ្សារប្រេងពិភពលោកក៏នឹងផ្លាស់ប្ដូរយ៉ាងខ្លាំងដោយគ្មានទុនបម្រុងប្រេងដ៏ធំមហិមារបស់នីហ្សេរីយ៉ា